ដឹងការពិតហើយករណីសង្ស័យផ្ទុះគ្រាប់មីនតោនចំកណ្ដាលផ្ទះវីឡាទឿមួយខ្នងបណ្ដាលឲ្យបាក់បែកខូចខាតផ្ទះទាំងស្រុងនោះគឺជាការផ្ទុះផាវគ្រាប់បែកនិងកំជ្រួចក្រោយពីសមត្ថកិច្ចចម្រុះចុះទៅពិនិត្យដល់កន្លែងកើតហេតុនៅថ្ងៃទី22ខែមីនាឆ្នាំ2025នេះសូមជម្រាបថាករណីដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង 2:05 នាទីរសៀលថ្ងៃទី21ខែមីនាឆ្នាំ2025នៅចំណុចផ្ទះជាងបុកអណ្ដូងដែលមានយីហោឈ្មោះថាសៃពៅមានទទួលជួសជុលនិងបុកអណ្ដូងតូចធំគ្រប់ប្រភេទស្ថិតនៅភូមិកណ្ដាលសង្កាត់ប្រាសាទក្រុងបាវិតខេត្តស្វាយរៀងសមត្ថកិច្ចបានសហការជាមួយខាងអាជ្ញាធរស៊ីម៉ាក់ចុះទៅពិនិត្យចំណុចដែលផ្ទុះនៅទីតាំងរងគ្រោះបន្ទាប់ពីពិនិត្យរួចមកមន្ត្រីស៊ីម៉ាក់បានរកឃើញថាមិនមែនជាការផ្ទុះគ្រាប់មីនតោនឬផ្ទុះធុងហ្គាសអ្វីនោះទេវាគឺជាការផ្ទុះកំជ្រួចនិងផាវគ្រាប់បែកដែលមានចំនួនច្រើនទើបបណ្ដាលឲ្យខូចខាតផ្ទះទាំងស្រុងដោយឡែកម្ចាស់ផ្ទះរងគ្រោះឈ្មោះអុកពិសីក៏បានឲ្យដឹងថាផាវនិងកំជ្រួចដែលមានចំនួនច្រើននោះជារបស់គាត់ប៉ុន្តែមិនដឹងពីមូលហេតុអ្វីដែលនាំឲ្យវាផ្ទុះនោះទេយ៉ាងណាម្ចាស់ផ្ទះខាងលើត្រូវបានសមត្ថកិច្ចហៅទៅសួរនាំនៅឯស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងករណីស្តុកទុកផាវគ្រាប់បែកនិងកំជ្រួចដ៏ច្រើនបែបនេះគួររំលឹកឡើងវិញដែរថាសង្ស័យមីនតោនផ្ទុះចំកណ្ដាលផ្ទះវីឡាទឿខូចខាតផ្ទះទាំងស្រុងនៅក្រុងបាវិតសំណាងល្អម្ចាស់ផ្ទះចេញក្រៅអស់ទើបផ្ទុះកុំអីមិនដឹងជាយ៉ាងណានោះទេបើតាមស្ត្រីជាម្ចាស់ផ្ទះបានឲ្យដឹងថានេះជាសំណាងល្អខ្លាំងណាស់នៅមុនពេលកើតហេតុរូបគាត់បានដើរចេញមកតូបលក់ដូរនៅខាងមុខផ្ទះស្រាប់តែឮសំឡេងផ្ទុះក្រាំងក៏ក្រាកដីឃើញផ្ទះរបស់គាត់ប៉ាងដុំថ្មនិងដំបូលផ្ទះខ្ទាតទៅលើផ្សែងហុយខ្មួលខ្មាញ់ទៅលើគាត់ភ័យតក់ស្លុតយ៉ាងខ្លាំងបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរតាមដងផ្លូវមកចោមរមើលពីចម្ងាយបើតាមស្ត្រីជាម្ចាស់ផ្ទះរងគ្រោះបានឲ្យដឹងទៀតថាចំណែកប្តីរបស់គាត់និងកូនក៏បានចេញទៅធ្វើការខាងក្រៅអស់ទើបគ្មានប៉ះពាល់ដល់អាយុជីវិតបើតាមអ្នកឃើញហេតុការណ៍បានប្រាប់ពីដំបូងនឹកស្មានថាជាករណីផ្ទុះហ្គាសក៏ប៉ុន្តែបើតាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចសង្ស័យជាករណីមីនតោនចំកណ្ដាលផ្ទះទើបកម្លាំងផ្ទុះបណ្ដាលឲ្យបាក់បែកបន្ទប់ជញ្ជាំងថ្មដំបូលផ្ទះឡាវទឿមួយខ្នងប៉ើងខ្ទេចខ្ទីរៀបដល់ដីបែបនេះ